ការធ្វើដំណើរមកទីនេះនៅក្នុងរដូវ Green Season មិនត្រឹមតែធ្វើឲ្យយើងបានឃើញសម្រស់ធម្មជាតិដ៏ស្រស់ស្អាតប្លែកភ្នែកនោះទេតែវាជាកម្លាំងចិត្តដ៏ធំធេងក្នុងការជួយលើកស្ទួយទេសចរនៅក្នុងស្រុកក៏ដូចជាបងប្អូននៅក្នុងសហគមន៍ផ្ទាល់ផងដែរប៉ុន្តែជីវិតសងខ្លួនឯងដែលជាវិភាពអ៊ូអរនិងការងារដែលមិនមាននៅក្នុងក្រុមមួយថ្ងៃសិនហើយដើម្បីមកសម្រាលលំហែកាយបន្សាបរកភាពនឿយហត់និងស្រូបយកខ្យល់អាកាសបរិសុទ្ធថ្ងៃនេះ Isuzu K Cambodia មានបេសកកម្មថ្មីមួយទៀតដែលបាននាំយកវត្តមានរថយន្តទាំងពីរ model ទាំងប្រភេទ Pick-up និងប្រភេទ SUV មកធ្វើដំណើរជាមួយពួកយើងទៅកាន់ទឹកដីធម្មជាតិដ៏ស្រស់បំព្រងគឺសហគមន៍ Chipat នៅតំបន់អរ៉ៃនៃទឹកដីខេត្តកោះកុងពួកដំណើរដោយទំនុកចិត្តនិងសុវត្ថិភាពគ្រោះស្ថានភាពផ្លូវជាមួយនឹង Isuzu ស៊េរីឆ្នាំចុងក្រោយទោះប្រើសម្បកកង់ស្តង់ដារក៏អាចឆ្លងកាត់ផ្លូវលំបាកបានយ៉ាងងាយស្រួលបច្ចេកវិទ្យាទំនើបទាំង Roadrun Mode ប្រព័ន្ធពងពី Auto Capital ពណ៌ Oblique Retronic រួមជាមួយនឹងប្រព័ន្ធជើងក្រោមដ៏រឹងមាំ Independent Double Wishbone និងបូមក្រោយកាត់បន្ថយការរលាកនិយាយរួមទៅទូឧបសគ្គបែបណាក៏ដោយក៏ពួកយើងនៅតែនៅក្បែរគ្នាជួយគ្នានិងទៅមុខជាមួយគ្នាជានិច្ច In this calm I finally see peace is always here with me my mind is a ដំណើររបស់អ្នកពិតជាមានន័យហើយវាក៏បានបំផុសគំនិតដល់មនុស្សជាច្រើនផងដែររាល់ពេលដែលយើងបានទៅដល់ទីណាគឺយើងកំពុងតែចូលរួមលើកស្ទួយទេសចរនៅក្នុងស្រុកតែកុំភ្លេចឲ្យធម្មជាតិជួយមើលថែយើងវិញផងណាដូចជាកន្លែងដែលពួកយើងបានចូលសម្រាកនេះមានឈ្មោះថា Alrine Camping គឺថាការរៀបចំដេកនៅទីនេះពិតជាស្រស់ស្អាតនិងប្លែកភ្នែក I believe there is peace inside of me every breath a steady tide ហើយនៅថ្ងៃចុងក្រោយពួកយើងក៏បានធ្វើដំណើរត្រឡប់មកវិញតាមផ្លូវថ្មបាំងឆ្ពោះទៅខេត្តកោះកុងរួចក៏បន្តដំណើរមកភ្នំពេញវិញដោយសុវត្ថិភាពខ្ញុំពិតជាចង់អរគុណបងៗទាំងអស់គ្នាក្នុងការចូលរួមដំណើរមួយនេះព្រោះវត្តមានរបស់បងៗគឺជានយោបាយនិងចំណែកមួយយ៉ាងសំខាន់ក្នុងការរួមគ្នាជំរុញនិងលើកស្ទួយវិស័យទេសចរនៅក្នុងស្រុករបស់យើង